នៅក្នុងវីដេអូនេះយើងកំពុងឃើញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit របស់សហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថាជាយន្តហោះយុទ្ធសាស្ត្រដ៏ទំនើបបំផុតមួយនៅលើពិភពលោកវាត្រូវបានរចនាឡើងឲ្យអាចហោះហើរចូលទៅក្នុងតំបន់ដែលប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំដោយកាត់បន្ថយការចាប់សញ្ញារ៉ាដាបានយ៉ាងខ្លាំងបេសកកម្មដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺការត្រៀមប្រើប្រាស់គ្រាប់បែក GBU-57 ឬហៅថា MOP គ្រាប់បែកប្រភេទនេះដែលមានទម្ងន់ប្រមាណ 30,000 ផោន ឬជាង 13 តោន ហើយត្រូវបានគេបង្កើតឡើងជាពិសេសសម្រាប់ការវាយប្រហារលើទីតាំងក្រោមដីជាពិសេសរូងក្រំភ្នំ និងបន្ទាយការពារដែលមានភាពរឹងដោយបេតុងនិងថ្មរឹងខុសពីគ្រាប់បែកធម្មតាដែលផ្ទុះនៅពេលដែលប៉ះពាល់ដី GBU-57 ត្រូវបានរចនាឡើងអាចទម្លុះជ្រៅទៅក្នុងដីឬស្រទាប់បេតុងជាច្រើនជាន់មុនជាមុនសិនហើយទើបផ្ទុះនៅក្នុងគោលដៅវិធីសាស្ត្របែបនេះអាចបង្កើនប្រសិទ្ធភាពក្នុងការបំផ្លាញមជ្ឈមណ្ឌលបញ្ជាការកន្លែងស្តុកទុកអាវុធឬទីតាំងនុយក្លេអ៊ែរដែលស្ថិតនៅជ្រៅក្រោមដីយន្តហោះ B-2 Spirit គឺជាយន្តហោះមួយក្នុងចំណោមយន្តហោះតិចតួចបំផុតដែលអាចបំពាក់គ្រាប់បែក GBU-57 បានដោយវាដោយសារវាមានទំហំនិងទម្ងន់ដ៏ធ្ងន់ធំរបស់វាតម្រូវឲ្យមានយន្តហោះដែលមានសមត្ថភាពពិសេសផ្នែកផ្ទុកនិងបច្ចេកវិទ្យាបំពាក់នៅពេល B-2 ហោះឡើងវាអាចធ្វើដំណើរឆ្លងកាត់ចម្ងាយប្រមាណរាប់ពាន់គីឡូម៉ែត្រដើម្បីទៅដល់គោលដៅការប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយអាចអនុញ្ញាតឲ្យវាកាត់បន្ថយហានិភ័យនៃការត្រូវបានរកឃើញពីប្រព័ន្ធរ៉ាដានិងមីស៊ីលការពារដែនអាកាសដៃគូប្រកួតប្រជែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទីតាំងក្រោមដីមួយចំនួនស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់បានក្លាយជាប្រធានបទដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់ជាពិសេសមូលហេតុគឺដោយសារតែទីតាំងទាំងនោះត្រូវបានសាងសង់ជ្រៅក្រោមដីដើម្បីការពារពីការវាយប្រហារតាមដែនអាកាសដូច្នោះ GBU-57 ត្រូវបានចាត់ទុកថាជាអាវុធដែលត្រូវបានរចនាឡើងសម្រាប់គោលដៅប្រភេទនេះដោយផ្ទាល់នៅក្នុងវីដេអូនេះយើងអាចឃើញពីដំណាក់កាលនៃការត្រៀមបេសកកម្មចាប់ផ្ដើមដឹកជញ្ជូនគ្រាប់បែកដ៏ធំសម្បើមនេះទៅកាន់យន្តហោះ B-2 ការត្រួតពិនិត្យបច្ចេកទេសនិងការរៀបចំប្រព័ន្ធចរាចរាចនិងការរៀបចំប្រព័ន្ធនាវាចរណ៍សម្រាប់ការវាយប្រហារដោយភាពច្បាស់លាស់ខ្ពស់គ្រាប់បែក GBU-57 ត្រូវបានប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង GPS និងប្រព័ន្ធនាវាអ៊ីនឺហ្សែលដែលដើម្បីធានាថាអាចទៅដល់គោលដៅបានយ៉ាងត្រឹមត្រូវបំផុតអ្នកជំនាញយោធាជាច្រើនចាត់ទុក GBU-57 ថាជាគ្រាប់បែកទម្លុះបន្ទាយនិងមានឥទ្ធិពលបំផុតមួយដែលមិនអាចប្រើអាវុធនុយក្លេអ៊ែរគោលបំណងរបស់វាគឺបំផ្លាញ
សំណង់នឹងបង្កើតឡើងដើម្បីទប់ទល់នឹងការវាយប្រហារធម្មតា ហើយអាចធ្វើឱ្យគោលដៅដែលស្ថិតនៅជ្រៅក្រោមផ្ទៃដីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទោះជាយ៉ាងណាការប្រើប្រាស់អាវុធប្រភេទនេះតែងតែទាក់ទាញការចាប់អារម្មណ៍ និងការតាមដានយ៉ាងជិតស្និទ្ធពីសហគមន៍អន្តរជាតិ ព្រោះការវាយប្រហារទៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗអាចមានផលប៉ះពាល់យ៉ាងធំធេងដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងពិភពលោក សម្រាប់ B2 Spirit និង GBU-57 ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបំបាំងកាយ សមត្ថភាពហោះហើរចម្ងាយឆ្ងាយ និងគ្រាប់បែកទម្លុះបន្ទាយដ៏មានឥទ្ធិអានុភាព បានធ្វើឱ្យវាក្លាយជាប្រព័ន្ធអាវុធមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងយុទ្ធសាស្ត្រយោធាទំនើប នេះគឺជារូបភាពនៃបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ដែលបង្ហាញពីសមត្ថភាពនៃការវាយប្រហារទៅលើរូងជ្រៅក្រោមដី ដោយប្រើប្រាស់យន្តហោះ B2 Spirit និងគ្រាប់បែក GBU-57 ដែលមានទម្ងន់ជាង13 តោន និងត្រូវបានបង្កើតឡើងសម្រាប់បេសកកម្មដ៏ស្មុគស្មាញបំផុតមួយក្នុងសម័យទំនើប។